When I finished my high school, I came to Phnom Penh. I start to like dancer because I saw something that I never seen before, like the performance of the Apsara real ballet dance, and I fell in love in the movement. I fell in love of the hand, the costume, the crown, the makeup. Yeah, I start to draw in a small paper, and without the face, I just focus on the movement on the ground and the hand. One day I start on a big canvas, and I had an exhibition in 2009. I had an interview with local newspaper, and people get to know me, and then I start my career like real ballet dance and Apsara dancing from then. So I like, okay, let's do the dancing. Yeah. So my best memory in my career, I never expected that my painting has been given to the king, because in 2002, one of my friends, he came to my gallery and said like, I need a special gift for the king. And I was like, wow, I made a gold Apsara dancing and with the blue, royal blue background. So when I finished, he came to take it and went to the royal palace and gave it to the king, and he sent me photos, like one of the best moments in my career. And also another one, I had a client in America. He purchased a painting from me and like, oh, you come to America, can you bring one to America? So I paint one, and then I flew from Cambodia to America, and then I handed to him like, this is your painting. Also one of the best moments in the career. ក្នុងនាមបងជាសិល្បកររៀមច្បងជាបងជាពូបងចង់ផ្ដាំផ្ញើទៅបងប្អូនឬក៏ក្មួយជំនាន់ក្រោយដែលជាអ្នកស្រឡាញ់គណូអ្នកចង់ធ្វើជាវិចិត្រករដែលមានគេឈ្មោះល្បីល្បាញគេទទួលស្គាល់ជាសកលដូចពូដូចបងអីមានគេស្គាល់ច្រើនអញ្ចឹងបងចង់ផ្ដាំផ្ញើទៅក្មួយទៅបងប្អូនថាយើងត្រូវខំយើងត្រូវឧបមាថាយើងចេះគូយើងត្រូវគូយើងកុំឈប់យើងត្រូវរៀនពីអ្វីដែលនៅជុំវិញខ្លួនយើងត្រូវយករបស់ទាំងអស់ហ្នឹងជាគ្រូយើងឃើញអីយើងគូនឹងហើយតំណែងជាទូទៅក៏សំខាន់ដែរគឺសំខាន់បំផុតយើងត្រូវតំណែងមនុស្សដែលនៅជុំវិញខ្លួនយើងហ្នឹងទាំងមិត្តភ័ក្តិទាំងបងប្អូនអីយើងអាចសួរយោបល់យើងអាចសួរនាំពីមតិយោបល់ដែលគាត់ជាចាស់ទុំជាងយើងហ្នឹងយើងអាចសួរគាត់ហើយអាហ្នឹងបងចង់និយាយថាតំណែងរបស់យើងហ្នឹងនៅជុំវិញមនុស្សដែលនៅជុំវិញខ្លួនយើងហ្នឹងយើងត្រូវមានតំណែងឲ្យច្រើនហើយការគូរបស់យើងការខិតខំជំនាញរបស់យើងដូចគូអីយើងត្រូវផ្ដោតសំខាន់ទៅលើការច្នៃប្រឌិតច្នៃប្រឌិតហ្នឹងគឺសំខាន់បំផុតយើងត្រូវយកអ្វីទៅជុំវិញខ្លួនយើងហ្នឹងយើងត្រូវគូហើយយើងបំបែកវាដូចបងអញ្ចឹងបងគូអប្សរាយើងបងបំបែកទៅជាអត់មុខទៅជាមានសម្លេងបំពាក់ពណ៌ផ្សេងហោះហើរអញ្ចឹងទៅបងចង់ឲ្យបងប្អូនយកអីជាគោលមួយហើយយើងយកវាបំបែកមកហើយបងគិតថាអាហ្នឹងអាចជាជោគជ័យមួយឲ្យយើងចាប់បានភាពល្បីល្បាញទៅថ្ងៃអនាគតតាំងពីការចាប់ផ្ដើមរបរគណូបើកហាងគណូហ្នឹងគឺអ្វីដែលយើងចង់បានហ្នឹងគឺការទទួលស្គាល់ពីមនុស្សគ្រប់ស្រទាប់វណ្ណៈហើយកាលពីថ្ងៃទី5 ខែ 5 កន្លងមកនេះសម្ដេចតេជោបានជាវគណូរបស់ខ្ញុំហ្នឹងទៅដាក់នៅ ASEAN Gallery ហើយវាគឺជាមោទនភាពមួយយ៉ាងធំធេងដែលយើងទទួលបានការគាំទ្រពីថ្នាក់ដឹកនាំហើយខ្ញុំមានអារម្មណ៍រំភើបហើយមិនគិតថាមិននឹកស្មានដល់ហើយនឹងហើយជាអ្វីដែលយើងខិតខំតស៊ូ10-20 ឆ្នាំកន្លងមកហ្នឹងនេះគឺជាជោគជ័យមួយយ៉ាងធំហើយក៏សូមអរគុណសម្ដេចតេជោនឹងថ្នាក់ដឹកនាំកម្ពុជាដែលបានជ្រើសរើសស្នាដៃរបស់ខ្ញុំហ្នឹងទៅបង្ហាញនៅខាងអាស៊ាន